ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំបានមកធ្វើវីដេអូមួយដែលធ្វើការបង្ហាញអំពីការសរសេរ comment សំខាន់មួយចំនួននៅក្នុង Linux អូខេជាដំបូងយើងធ្វើការ login account សិនអូខេឥឡូវយើង login បានជោគជ័យហើយជាដំបូងខ្ញុំសូមណែនាំbasic នៃ Linux មួយចំនួនសិនដូចជា user ជាមួយនឹង machine ជាមួយ directory ចំពោះឥឡូវហ្នឹងខ្ញុំឈរនៅលើ normal user ដែលវាជាប្រភេទ user មួយដែលមាន limit permission ដែលមានជា root ទេ root ដែលជាគេហៅថា super user ហើយយើងឃើញមាន text m1 by 4ហើយណាហ្នឹងចំពោះកន្លែងហ្នឹងអាហ្នឹងជាឈ្មោះរបស់ user ចំពោះបន្តពី n local ហ្នឹងជា machine អូខេហើយខ្ញុំសូមតែ comment ដំបូងសិនដែល comment ដំបូងឥឡូវខ្ញុំតែ check current user ដែល check current user យើងប្រើ who am I យើងឃើញថា current user ដែលយើងមានឈ្មោះថា m1 by4 ហើយយើងមាន comment មួយទៀត check directory check current directory យើង pwd ចំពោះ normal user default root របស់វាគឺ home តែបើសិនជា root default វាគឺ root គឺអត់មាន home ទេអូខេហើយ comment មួយចំនួននេះដូចជា change directory ប្រើពាក្យ cd យើងអាចធ្វើការទៅមុខឬក៏ទៅក្រោយតែបើសិនជាចង់ change ឥឡូវយើង check មើលសិនយើងមាន store file ខ្លះដោយប្រើ command ls យើងអត់មានទេអញ្ចឹងយើងធ្វើការអាចបង្កើត directory ឬ folder មួយបានដោយប្រើ command មួយដែលមាន mkdir make directory ហើយខ្ញុំសុំតេស្ត testing អូខេឥឡូវយើងបង្កើតមួយបានហើយខ្ញុំសុំបង្កើតមួយទៀតឥឡូវយើង check មើល directory យើងមានប្រហែលមាន2គឺ testing ជាមួយនឹង testing 2ឥឡូវយើងធ្វើការប្រើ command change directory ដោយប្រើពាក្យ cd ហើយយើងធ្វើការដាក់ឈ្មោះរបស់ directory មួយនឹងបានដែលជា folder ហ្នឹងឥឡូវខ្ញុំសូមធ្វើការចូលទៅកាន់ testing កន្លែងនេះអ្នកនរគ្នានឹងឃើញនៅមុខកន្លែង machine local host របស់យើងឃើញវាបដូរពីសញ្ញាទឹកកកទៅជា testing អាហ្នឹងដើម្បីបញ្ជាក់ថាយើងឈរនៅលើហ្នឹងហើយយើងអាច check ហើយយើងក៏អាចបង្កើតជា directory ក្នុងហ្នឹងជា sub directory នៅក្នុង testing នឹងបន្តទៀតបានដែរទៅ check នេះអូខេហើយបន្ទាប់ចំណុចបន្ទាប់ខ្ញុំសូមបង្ហាញពីការ check hidden file ដែលនៅក្នុង user មួយដែលយើងបានបង្កើតដែលវាបានបង្កើត auto hidden ដែលយើងបានមើលឃើញឥឡូវខ្ញុំសូមធ្វើការថយក្រោយសិនដោយយើងប្រើ change directory ដោយប្រើដក space មួយហើយយើងធ្វើការចុចមួយបើសិនជាចុចមួយវានឹងថយទៅកាន់វានឹងចាប់ testing ជាខ្លួនវាបើសិនជាចុច2វានឹងចេញពី directory testing ឥឡូវខ្ញុំសូមចុច2ទៅចេញទៅកាន់ home របស់យើងឥឡូវធ្វើការដើម្បី check hidden directory បានយើងធ្វើការដាក់ ls ហើយធ្វើការដាក់សញ្ញាដក l al show hidden file ហើយខ្ញុំសុំតេស្តនេះអ្នកនរគ្នានឹងឃើញវាមានចំណុចសរុប16ហើយយើងឃើញថាចំពោះ hidden file គឺវាមានចំណុចមួយដែលស្រួល note គឺបើសិនជា directory មួយណាដែលមានសញ្ញាចុចនៅពីមុខហ្នឹងហើយវាជាប្រភេទ hidden file ហើយបើសិនជាអត់ទេវាជាប្រភេទ directory ធម្មតាដែលជា file ធម្មតាយើងអាចមើលឃើញបានហើយយើងក៏អាចបង្កើតជា hidden file បានផងដែរឥឡូវខ្ញុំសាកបង្កើត hidden file មួយឬក៏ directory មួយហើយ
ឥឡូវខ្ញុំសុំធ្វើការ check ធម្មតា ls មួយទៀតដើម្បីចង់បញ្ជាក់កាន់តែច្បាស់យើងធ្វើការ ls ដល់ទៅកាន់ l នេះគឺការ list detail របស់ folder មួយដែលមាននៅក្នុង home directory របស់យើងនេះយើងមាន2ដែលវាមាន detail វាមានថ្ងៃបង្កើតមានអីចឹងនេះយើងឃើញថាយើងអត់មើលអត់មើលឃើញដល់ទៅកាន់ test3 ទេឥឡូវដើម្បីយើង check វាបានយើងត្រូវប្រើ command ls ដល់ទៅកាន់ clear ទៅកាន់ al នេះយើងនឹងឃើញចុច test3 ហ្នឹងហើយអូខេឥឡូវខ្ញុំបានបង្ហាញយ៉ាងណាhidden អីហើយមួយទៀតការបង្កើត file ខ្ញុំនិយាយមុនហ្នឹងបង្កើត directory file ជា folder ហ្នឹងឥឡូវយើងត្រូវការបង្កើត file តែម្ដងខ្ញុំដើម្បីបង្កើត file បានយើងប្រើ torch តាមពី torch ហើយបន្តមកឈ្មោះរបស់ file ហើយ extension វាឥឡូវខ្ញុំសុំ test មួយដាក់ test file អូខេឥឡូវខ្ញុំបង្កើត URL ហើយខ្ញុំដើម្បី check វាយើងប្រើ ls យើងធម្មតាមកដូចជា list file អូខេយើងនឹងឃើញថាtest file បង្កើតហើយយើងអាចបង្កើត hidden បានគ្រាន់តែប្រើចុចអូខេយើងឃើញ test file toកាន់ gt អូខេហើយបើសិនជាយើងចង់បើក file ហ្នឹងយើងអាចប្រើ command មួយដូចមានតែ cat ហើយយើងដាក់ឈ្មោះ file របស់យើងមកឥឡូវខ្ញុំសុំទៅលើ test file អានេះយើងចង់មើលថាក្នុង file ហ្នឹងវាមានអីខ្លះប្រើពាក្យ cat ហ្នឹង show file content អញ្ចឹងយើងអត់ឃើញទេបើសិនជាយើងចង់ប្រើវាយើងចង់សរសេរ content នៅក្នុងហ្នឹងនៅក្នុងឡើងនោះយើងអាចប្រើ format មួយចំនួនដូចជា vim ឬក៏ nano ឥឡូវខ្ញុំសុំប្រើ vim មុន test file.tt ជាមួយនៅក្នុងនេះយើងត្រូវសរសេរបានសរសេរ content សរសេរអីដោយសារនេះជា text ចំពោះចំណុច vim មួយនេះជា format បន្លែងដូចនេះខ្ញុំធ្វើការ test ទៅលើ moment បង្ហាញទៅលើ moment ជាមួយនឹងការប្រភេទ quick editing ហើយជាដើមជាមួយនឹងប្រភេទ escape អី save ឬក៏ copy អីជាដើមឥឡូវខ្ញុំការបង្ហាញ moment ដំបូងដើម្បីធ្វើការ moment បានយើងធ្វើការប្រើ x ដែល moment ពី lift l ពីឆ្វេងទៅស្ដាំ x ពីស្ដាំទៅឆ្វេង j ពីលើមកក្រោម k ពីក្រោមមកលើហើយដើម្បី moment បានតតែយើងធ្វើការនៅក្រៅពី insert ហើយបើសិនជាយើងចុច insert ដែលប្រើដោយគ្រាន់តែ press i នេះបើសិនជាយើង press i នេះវានឹងចេញប្រភេទ insert ឈ្មោះខាងក្រោមហ្នឹងយើងធ្វើការវាយទៅវានឹងចេញជាអក្សរធម្មតាវាដើរ moment ទេឬក៏ដើរ cursor ទេអូខេឥឡូវយើងចុច escape ដើម្បីចេញពី insert ណាអូខេខ្ញុំចេញហើយឥឡូវខ្ញុំចង់រុញពីឆ្វេងមកស្ដាំយើងប្រើ L ដើរហើយបើសិនពីស្ដាំមកឆ្វេងយើងប្រើ X ហើយបើសិនជាចង់ពីលើមកក្រោមយើងប្រើ J ហើយដល់ចំណុចពណ៌ចំណុចពណ៌ខៀវទឹកកន្លត់នេះគឺនឹងចំណុចដែលយើងបាន insert ដល់ពេលយើង insert យើងបានចុះបន្តបន្ថែមទៅវាអាចទៅក្រោមទៀតបានគឺ limit វាតំណែង text យើងបាន space នៅក្រោមហើយចំពោះចង់ឡើងលើវិញយើងប្រើអក្សរ K យើងចុច K មកហើយចង់ទៅមុខឆ្វេងស្ដាំហើយអូខេហើយបើសិនជាយើងចង់ចាំទៅកាន់គឺចង់ឲ្យរំលងមកសហ្មងដោយប្រើ W ឥឡូវខ្ញុំសុំទៅឆ្វេងសិនទៅដើមវិញអូខេ W ចាំម្ដងមកសតែម្ដងហើយវាមាន command មួយទៀតO ជំរឿនតែមើលវានឹងចូល line ថ្មីចុច O ជាមួយដុល្លារវានឹង
to insert okay okay ចំពោះ comment មួយទៀត $បើសិនជា $វានឹង plot ទៅកាន់ចំណុចចុងបញ្ចប់នៃអក្សរដែលយើងបានសេហ្នឹងអូខេនេះ$ចំណុចបន្តវិញការពាក់ព័ន្ធនឹងពួក did ហើយខ្ញុំគិតថាសេថែមការចុច I មកដើម្បី insert អក្សរយើងសេចូល student អូខេហើយបើសិនជាយើងចង់ delete មកអក្សរយើងត្រូវចុច x ហើយដើម្បីបានយើងក៏អត់អាច delete នៅក្នុង insert បាននេះយើងត្រូវចុច escape ចេញសិនអូខេឥឡូវខ្ញុំចុច x delete មកអក្សរហើយបើសិនជាចង់ undo វាវិញចុច u វា undo មកអក្សរដែរហើយបើសិនជាចុច dd ពីរដងវានឹងលុបម្ដងបន្លាញតែម្ដងខ្ញុំចុច dd លុបម្ដងបន្លាញតែម្ដងហើយយើងចុច undo វាវិញមកវានឹងសារដើមវិញហើយបើសិនជាចង់ហើយនៅពេលដែលយើង delete ហ្នឹងហើយយើងចង់ផាសវាវិញក៏បានដែរឥឡូវខ្ញុំចុច dd មកខ្ញុំចង់ផាសវាវិញដោយមិនចាំ undo សុំ space enter ទៀតចុច p ផាសអីដែលយើងបានលុបទាំងអស់ហ្នឹងវានឹងមកទាំងអស់ហើយបើសិនជាយើងចុច p ហើយ comment ទៀត or replace ហើយខ្ញុំចុច insert អូខេចេញសិនសូមដាក់មាន space ច្រើនស្រួលឧទាហរណ៍អូខេappចំពោះ edit គឺខ្ញុំគិតថាវាមានប៉ុណ្្នឹងទេប្រភេទ edit copy អីចំណុចបន្ទាប់ពាក់ព័ន្ធនឹង save file ដូចជាការ save file ឬក៏ចេញពី editor មួយនេះហើយដើម្បី save បានយើងក៏ត្រូវចេញពី insert ដូចយើង save មុនដែរឥឡូវខ្ញុំចេញហើយអញ្ចឹងយើងគ្រាន់តែចុច W មក W គឺ write to this save file អូខេខ្ញុំភ្លេចប្រាប់ដើម្បីតែយើងចេញពី insert ហើយយើងត្រូវចុចសញ្ញា column សញ្ញាចុច 2ហើយយើងនឹងឃើញចំណុចនៅក្រោមហ្នឹងវាមានចុច 2 អញ្ចឹងយើងធ្វើការដើម្បី save វាត្រូវការចុច W write to this ហើយចុច enter មកយើង save ហើយអញ្ចឹងបើសិនជាយើងចង់ quick យើងអាចចុចសញ្ញាចុច 2 ទៀតមកហើយយើងចុច Q វានឹងចាក់ចេញពី format មួយហ្នឹង format editor អូខេយើងចេញហើយនេះចូលមកដល់ call របស់យើង M1Y4 អញ្ចឹងទៅការ clear ទៅមកអូខេហើយឥឡូវ check មើល file សិនអូខេឈ្មោះយើង text file.mtt ដែលយើងបានតេស្តមិញអញ្ចឹងដើម្បីយើងចង់មើលថា text នៅក្នុងមានអីគេនៅក្នុង file ហ្នឹងខ្លះជានៅការប្រើ cat test file.mtt អូខេយើងឃើញហើយមាន hello world I'm student អូខេVim ហើយមួយទៀតខ្ញុំមកប្រាប់នៅមានពីរចំណុចទៀតដែលយើងត្រូវដឹងពី Vim comment វាសំខាន់ដែរឥឡូវចូល Vim ទៀតបាទ just file .gt គឺមួយទៀតឥឡូវខ្ញុំសូមចូល insert ចុច I អូខេយើងមានពីរ comment មួយទៀតគឺ comment save ហើយចុច exit តែម្ដង quick តែម្ដងមួយទៀតយើងចេញដោយអត់បាន save ឥឡូវខ្ញុំធ្វើការ test save ហើយយើង quick ដោយមិនចាំ save ពីរដងឥឡូវយើងនៅ insert យើងចុច escape ចេញមកយើងចុច 2ហើយយើងធ្វើការ press W and P ចំពោះហ្នឹង save ហើយយើង quick auto ហ្មងដែលយើងមិនចាំ save ពីរដងទេនេះ save ហើយ quick auto ឥឡូវយើង cat ហើយយើង
chỗ mở việc bạn sale ok rồi sale vậy làm cho được bánh đồng tiền mình tiếp ok là dùng chỗ search hay bánh là dùng chợ đâm bay mới tiết những cái force quý anh hay như bậc com đi trên đầm đó rồi giờ bạn sale thì họ được xíu hay sẽ mua thì nhà bánh chào tiền ok giờ sale tới dân ba chẳng chẳng trên nó hay dân thôi cả cho mở cat trong file và dân test ok giờ bạn sale tới mình chẳng cái hai trên phím hai á tới chụp bùa dân trên đây top này càng tên là nano chip hay format editor mới đấy ok chụp bùa nano nhưng không phải ca tay file từ đó page mình tha test file.tt nè chụp bùa nano với đôi từ càng vi tế vì trăm mạch cho tao mà trăm pre i tầm bây giờ insert take cho lấy tới vì ai cho tới xe bàn tại mà đòn hay trong bùa hay về comment menu tầm bây giờ mơ ha như xưa mơ ha khi nào để dừng through trong quấy khi nào để dừng trong sale được gọi xịt ấy vi phạm dừng tìm đó ok là nhưng xong chỗ đó bây cho nano bán nhưng còn là vì comment nano spec muối hay chung một pha bao giờ mà là những pha ok là bây giờ chỗ bên trên nhờ của bạn đi bây giờ ship editor được giờ phim đấy ok nếu giờ cho nó nhưng mà mình chỉ ai tích xây vô ba tầm đồng cao ok là chúng ta càng ở time thích một chiếc hello editor hay này ở này mà kênh nó có mấy để bên miền thích hay chỉ liên một chuyện nốt như này khơi chứ quả là nhà thông tôi cho phải trả thằng lần lơ cao nó mang ngồi control đầm bay thôi cả xe húi nó không năng nấu nhưng ra control O đầm bay thôi cả sale file sale thích để nó không file mũi nữa đây tất cả test control O hay mũi tiết đầm bay gì với cái control X nhưng cái miền prep ấy nó còn control O hay thôi cả chỉ giờ Y mới yes ok lại nhưng sale quá nhưng lại control X nhưng ní just máy control O hay enter mất sale ấy hay là bây giờ chỉ control X ok lại chạy nhé nhưng cần cái clear là bây giờ chỗ đây cho ra mới cat thì nào test file ok là những cái sale bạn là từ cả tay của mình mới nổi chết nano test file AutoCAD mỗi tiết ở những cái search những anh từ cả search thành những ban hay được gọi những mờ tất cả trên núi anh tất cả mờ bán cái miền prep này nó lại nó nóng rồi còn tập ra control chip nếu những mờ tới miền command này lại những này cho khi press down miền mình ra cái này nó cái hay những control A mode close ok hay xây với control W nhưng khởi nhất nó càng gồm ở các nằm đấy control W cái lấy trong xây hello vì đừng nổ nói đi hello khởi nhé ok thì cái hay những cái advocate navigator editor là một bạn bằng đấy đôi chừng ấy tất cả mình chỉ cả lục mà lại trong đó chỉ muốn để bay lục đom lại lại nhưng còn press control buộc chừng mình được key vì đang lục đom lại hay lục thấy vì đang copy auto làm đó là nhưng trong power á power lại chỉ còn chỉ giờ control buông view pass ok thì riêng trong lục bánh control ok ok cái hay là em sẽ chỉ sale
Control O. Yes, save. Control X. Clear. Rồi chúng ta check mới chỗ đó. Ok là phải chỗ vậy. Mình did check his check command rồi check history. Cái này tôi can check bán. Đòi ra comment history comment để dừng mà ní history ní comment để dừng mà sẽ từng comment từng để dừng mà sẽ nè miền nắng hay những ai tất cả clear history bạn rồi này rồi vào history bỏ tất cả gì tất cả history ok clear history yeah xong rồi bước tiếp nhưng mà sau đó là support user âm tích những bữa là support user đồng bây giờ switch user bắt nhưng ra comment mỗi chúng ta sudo su hay user bây giờ mà user bây giờ root chẳng như từ từ root bây giờ càng password user bây giờ ok lời cho bạn ấy user root để những người ta bị không một n root để đang ngồi user hãy top machine to tiết được trí hiện cho là hiện cho là chạy với bạn hiện tại các clear sân cái đây thì chạy mới UMI